និស្សិតច្បាប់នៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាមអាចនឹងក្លាយទៅជាចៅក្រមក្រឡាបញ្ជីនិងមេធាវីជាដើមព័ត៌មាននេះផងដែរជម្រាបជូនដោយលោកហៀងថាក្រុមនិស្សិតច្បាប់ឆ្នាំទី3ចំនួនទី22នៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម UME នឹងក្លាយខ្លួនជាចៅក្រមក្រឡាបញ្ជីនិងមេធាវីជាដើមដោយពួកគាត់បានខិតខំសិក្សារៀនសូត្រជំនាញច្បាប់ការស្រាវជ្រាវទាំងនៅក្នុងថ្នាក់និងក្រៅថ្នាក់និងសិក្សាជាក្រុមទន្ទឹមនេះដែរដើម្បីបង្កើនសមត្ថភាពដល់និស្សិតសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាមគឺតែងតែរៀបចំព្រឹត្តិការណ៍សម្ដែងតុលាការត្រាប់ជាបន្តបន្ទាប់ទៅតាមប្រធានបទផ្សេងៗជាក់ស្ដែងនៅពាក់កណ្ដាលខែកក្កដាឆ្នាំ2026នេះសាកលវិទ្យាល័យបានរៀបចំសម្ដែងនៅតុលាការត្រាប់មួយទៀតទៅលើសំណុំរឿងរដ្ឋប្រវេណីក្រមប្រធានបទវិវាទដីធ្លីដែលការសម្ដែងនេះបានឆ្លុះបញ្ចាំងពីការបំផ្លាញទ្រឹស្ដីច្បាប់ចេញពីថ្នាក់រៀនមកអនុវត្តជាក់ស្ដែងក្នុងបន្ទប់តុលាការសាកល្បងដែលបង្ហាញពីសមត្ថភាពយ៉ាងមាំមួនរបស់និស្សិតច្បាប់ UME ក្នុងការដើរតួអង្គជាចៅក្រមក្រឡាបញ្ជីនិងមេធាវីការពារដើមបណ្ដឹងចុងបណ្ដឹងនិងតួអង្គផ្សេងៗទៀតធ្វើជាមេភូមិមេឃុំធ្វើជាសាក្សីជាដើមបាទខ្ញុំឈ្មោះលេងសេងហានជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ UME ខេត្តកំពង់ចាមថ្ងៃនេះ UME សាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាមបានរៀបចំកម្មវិធីសវនាការត្រាប់គោលបំណងគឺលើកកម្ពស់វិស័យច្បាប់ទី1ទី2ជំរុញឲ្យនិស្សិតចូលរួមនៅក្នុងកម្មវិធីសិក្សាទាំងទ្រឹស្ដីហើយនិងការអនុវត្តជាក់ស្ដែងទី3ក៏យើងជំរុញឲ្យនិស្សិតដឹងនិងស្វែងយល់ថាសារៈសំខាន់នៃមុខវិជ្ជាមហាវិទ្យាល័យនីតិសាស្ត្រគឺក៏យើងហៅថាច្បាប់ទី4ក៏យើងជំរុញដែរឲ្យនិស្សិតខិតខំរៀនសូត្រជាការកត់សម្គាល់របស់ខ្ញុំទូសម្ដែងនីមួយៗគឺមានសារៈសំខាន់ទាំងចៅក្រមក៏ដោយមេធាវីសាក្សីឬក៏ដើមចោតចុងចម្លើយគឺសុទ្ធតែមានសារៈសំខាន់ហើយពួកគាត់ទាំងអស់សុទ្ធតែជានិស្សិតឆ្នើមដែលជឿរើសឆ្លងកាត់វគ្គបដោះបដាលជាច្រើនខែដើម្បីទទួលបាននៅលទ្ធផលតួយ៉ាងដូចជាចៅក្រមតួនាទីរបស់ចៅក្រមតែលោកស្រីមានស្រីមីតែគាត់ថាតួនាទីចៅក្រមហ្នឹងមួយទៀតដូចចុងចម្លើយជាដើមអញ្ចឹងសតតែជានិស្សិតឆ្នាំដែលគាត់ហើយឆ្លងកាត់វគ្គបដោះបដាលមានន័យថាតម្រាំបានមកដល់ថ្ងៃនេះពួកគាត់តស៊ូខិតខំទាំងសិក្សាស្រាវជ្រាវរៀនសូត្រនៅជាមួយសាស្ត្រាចារ្យផងមានន័យថាសិក្សាផ្ទាល់ជាមួយនឹងសាស្ត្រាចារ្យនៅក្នុងកម្មវិធីសិក្សាផងនិងក្រៅម៉ោងសិក្សាផងជាការប្រាំផ្ញើរបស់ខ្ញុំគោលបំណងរបស់គ្រូមានតែមួយគឺសង្ឃឹមថាពួកគាត់នឹងទទួលបាននៅលទ្ធផលដោយអ្វីដែលគាត់កំពុងទុកឧទាហរណ៍ថានៅពេលដែលគាត់រៀនចប់បញ្ញាបត្រគាត់នឹងទទួលបាននៅក្របខ័ណ្ឌជាជីវៈមួយគឺអាចចៅក្រមមេធាវីឬក៏ក្លាមជីជាដើមមានន័យថាពួកគាត់នៅពេលដែលគាត់ដាក់ចិត្តដាក់កាយចូលមករៀននៅមហាវិទ្យាល័យនីតិសាស្ត្រមានន័យថាគាត់នឹងមានគោលដៅមួយគឺប្រឡងចូលក្របខ័ណ្ឌជាជីវៈនឹងជាការលើកទឹកចិត្តហើយជំរុញដល់និស្សិតជំនាន់ក្រោយៗទៀតដែរថាដើម្បីសម្រេចបានឧទាហរណ៍នៅថ្ងៃនេះជាដើមមិនមែនរៀនទ្រឹស្ដីតែមួយមុខទេលោកសំធឿននាយករងសាកលវិទ្យាល័យបានមានប្រសាសន៍បញ្ជាក់ថាការអនុវត្តច្បាប់គឺជាចំណេះដឹងនិងអាជីពយ៉ាងសំខាន់ជាពិសេសក្នុងប្រទេសកម្ពុជាបច្ចុប្បន្នត្រូវការអ្នកឯកទេសច្បាប់ដែលមានគុណភាពប្រកបដោយវិជ្ជាជីវៈដូច្នេះបងប្អូនជានិស្សិតនៃសាកលវិទ្យាល័យ UME កំពង់ចាមរំពឹងថានឹងទទួលបានក្របខ័ណ្ឌវិជ្ជាជីវៈជាចៅក្រមក្រឡាបញ្ជីមេធាវីជាដើមក្នុងនាមអាណាព្យាបាលសិស្សបានសម្ដែងនៅទឹកចិត្តសប្បាយរំភើបផងដែរចិត្តកូនជំនាញហើយកូនបានផ្ដល់កិត្តិយសឲ្យម៉ាក់និងប៉ាជាពិសេសគឺសាលាយូកំពីដែលផ្ដល់អនុសាសន៍ព័ត៌មានអូល្អសម្រាប់កូនបាក់សុវត្ថិចិត្តតែបានកូនជួយយកការសិក្សាមុខជំនាញនេះពិតជាល្អមែនហើយឯនេះបាក់ជួយដល់សង្គមដល់ប្រទេសជាតិហើយដល់ក្រុមគ្រួសារទៀត
Mặc nhiên là phần năng ấy công chun cô con ôi tọt tọt rồi xong rồi bà ôi bồng non là con ná xong rồi lúc đó tay ba một riêng trái nhom miền tây mây đi ban to mà đi nhom sâu vào con này nó con to lúc rung là đó tay ban một riêng trái nhom ban chơi xong to tầm nặng à đây hơi tay nhom sâu to may phơi chia tầm nang chua mốc to phúc mà tay có kia có con này cái nhà miền tây mây đấy ba chiêm tôm ơi ở phúc tay tay ban mau từ nung từ ra mau từ lại đi học nia ở ban từ đây sắp đây của bạn ai ở con ở trai nhom ở tham riêng to sâu to từ một tiên hai viên trong hai ở đó quân đó lục rung ai phòng riêng trai nhom ở ban bao ta chừng lại đi mai mai ở tham to sâu to là độc đại ca đây chiêm tôm chừng biệt biệt phần riêng phần doนาคตก็ได้นำไปอนาคตยังรู้เรื่องให้อนาคตเอาไปเป็นยืนยังพองยังทุนทางรองต้นต่อสาระรอดีรอทางสบายแต่บ้านดักดองแบบนี้ท่านจะเพียบบ้านคนใจเจ็บดังกรุ๊ปเคลียร์โรยน้อยตัวท่านเป็นคนยืนแต่ออกนี่ทำประบันต่อใบเยี่ยตุ่มแปงนอนอยู่ใส่คุยพูดจะปั๊บคือจะปั๊บเมียนอยู่แต่ท้อตึกรอจีชนสบายใจvàปั๊บอยู่แต่ท้อจีชนเอาสบายใจดีมวยสำหรับเจ้าข้าครองดอกเบี้ยตามกระไดไทยข้าส้มดอกบอเมทวีจ้องจำน้อยมันจ้องจำน้อยตามปัญญาวิชามารอยไปสมุยจำนักเกินในครอบครัวที่รถประเวณีตัวลายค้าตัวข้าก็เข้านะคะ បាទអរគុណទស្សនិកជន